ហេកំឡោះភ្លៀងធ្លាក់ខ្លាំងបែបនេះដេកនៅមាត់ថ្នល់បែបនេះគ្រោះថ្នាក់ណាស់ភ្ញាក់ឡើងកុំអីនឹងស្លាប់បាត់ហើយអព្រះអើយពេញដោយឈាមសោះនេះវាខ្លាចជាគ្រោះថ្នាក់ដល់ជីវិតហើយទ្រាំបន្តិចទៅណាយើងទៅមន្ទីរពេទ្យឥឡូវនេះហើយលោកគ្រូពេទ្យក្មេងប្រុសដែលខ្ញុំសែងមកនេះយ៉ាងម៉េចខ្លះហើយលោកត្រូវតែខំប្រឹងអស់ពីសមត្ថភាពដើម្បីសង្គ្រោះគេណាក្មេងម្នាក់នេះនៅក្មេងណាស់ខ្ញុំនិយាយតាមត្រង់ទៅចុះសង្ឃឹមថាពុកអាចទទួលយកបានខួរក្បាលរបស់គេមានបញ្ហាទោះបីជាសង្គ្រោះបានក៏ប្រកាសជាបាត់បង់ការចងចាំដែរហើយត្រូវទៅបង់ថ្លៃមន្ទីរពេទ្យបន្ថែមចំនួន5,800ទៀតការសម្រាប់ព្យាបាលបន្តទៀតក៏ត្រូវការប្រាក់ច្រើនគួរសមដែរខ្ញុំនៅសល់លុយ53,000ទៀតគឺជាលុយដែលខ្ញុំសន្សំទុកឲ្យចៅស្រីឈ្មោះទូដូរៀនមហាវិទ្យាល័យអស់6ឆ្នាំមកហើយយកលុយនេះទៅប្រើសិនចុះចាំខ្ញុំរកវិធីផ្សេងទៀតលោកតាសូមលោកពិចារណាឲ្យបានច្បាស់លាស់យ៉ាងណាក៏មិនមែនជាញាតិមិត្តនឹងគ្នាដែរជីវិតគេចិត្តបាត់បង់ទៅហើយនៅគិតរឿងតម្លៃអ្វីទៀតថ្លៃរៀនចាំខ្ញុំខំសន្សំថ្មីបើជីវិតគេបាត់បង់ទៅហើយគឺមិនអាចត្រឡប់មកវិញបានឡើយលោកតានេះជាកន្លែងណាខ្ញុំជានរណាទីបំផុតកូនក៏ភ្ញាក់កូនដួលនៅត្រង់ច្រកផ្លូវក្បែរកន្លែងលក់អេតចាយរហូតបែកក្បាលគ្រូពេទ្យថាពេលនេះកូនប្រហែលជានឹកអ្វីមិនឃើញទេបើកូនគ្មានកន្លែងទៅទេតាមពូទៅផ្ទះចុះតើពូឲ្យខ្ញុំតបស្នងយ៉ាងណាទៅហាសតបស្នងអីទៅហើយពូថាពូឈិនហើយតាមពូទៅផ្ទះទៅពួកយើងមកថ្ងៃនេះមិនមែនមកឆ្លោះជាមួយពុកទេតែពុកត្រូវតែផ្ដល់ការពន្យល់ខ្លះមកពួកយើងយកលុយថ្លៃរៀនរបស់ឌូឌូទៅឲ្យមនុស្សចម្លែកបែបនេះតើវាជារឿងស្អីទៅពន្យល់ស្អីទៅបងឥឡូវនេះមានមេខ្យល់ច្រើនណាស់ដែលចាំបោកមនុស្សចាស់នៅម្នាក់ឯងប្រហែលជាវាគ្រាន់តែដេកធ្វើពុតជាសន្លប់ទេរងចាំតែពុកដែលជាត្រីធំជាប់នុយវាប៉ុណ្ណោះវាដេកហូរឈាមពេញដីបែបនេះហៅថាធ្វើពុតមែនទេឈិនស៊ូគឺខ្ញុំរស់មកជាង60ឆ្នាំហើយមិនដឹងទេថាមនុស្សងាប់រស់រឿងងាប់រស់ពុកដឹងច្បាស់មែនតែពូឈិនឲ្យពុកមើលមិនដឹងទេថាឌូឌូជាចៅស្រីបង្កើតរបស់ពុកចុះអាម្នាក់នេះវិញវាជាអ្នកណាពុកយកលុយញើសឈាមទាំងគ្រួសារទៅធ្វើជាព្រះពោធិសត្វឲ្យមនុស្សក្រៅទៅកើតពូឈិន កុំព្រោះតែខ្ញុំដែលជាអ្នកក្រៅម្នាក់នេះធ្វើឲ្យគ្រួសារពុកបែកបាក់អីលុយនេះខ្ញុំនឹងរកវិធីសង្គ្រោះឲ្យបានខ្ញុំទៅកូនចង់ទៅណាកុំកម្រើកស្ដាប់ឲ្យច្បាស់ទាំងអស់គ្នាលុយនេះគឺជាលុយដែលពូសន្សំពីការរើដប់ទឹកម្ដងមួយពូសុកចិត្តចំណាយដើម្បីសង្គ្រោះជីវិតមនុស្សមើលអ្នកណាហ៊ានយកឌូឌូមកគៀបសង្កត់ពូទៀតបានពុកចង់ធ្វើអ្វីក៏ធ្វើទៅចង់នៅជាមួយមនុស្សមិនស្គាល់ក្បាលកន្ទុយនេះក៏នៅទៅក្នុងនៅពេលពុកសម្រេចចិត្តការពារអ្នកក្រៅដល់ថ្នាក់នេះអញ្ចឹងចាប់ពីពេលនេះទៅយើងទឹកអណ្ដូងមិនរំលោភទឹកទន្លេរឿងពុកខ្ញុំលែងខ្វល់ហើយកូនឲ្យកុំយកសម្ដីពួកគេមកដាក់ក្នុងចិត្តអីពួកវាចរិតបែបហ្នឹងតាំងពីតូចមកម្លេះក្នុងភ្នែកមានតែលុយប៉ុណ្ណោះអញសម្រាប់ព្យាបាលរបួសឲ្យស្រួលបួលទៅរឿងក្រៅពីនឹងចាំខ្ញុំដោះស្រាយឲ្យពូឈិនអ្វីដែលពូនិយាយមិញនេះខ្ញុំមើលទាំងអស់ដើម្បីមនុស្សម្នាក់ដែលមិនស្គាល់ប្រវត្តិដូចជាខ្ញុំពូហ៊ានឆ្លោះជាមួយកូនបង្កើតខ្លួនឯងឆ្លោះក៏ឆ្លោះទៅមនុស្សយើងមានបេះដូងដូចគ្នាក្នុងពេលដែលខ្ញុំបានប្រែងមកទីនេះហើយគឺខ្ញុំមិនបោះបង់ឯងចោលឡើយពូឈិនទោះបីខ្ញុំបាត់បង់ការចងចាំក៏ដោយតែក្នុងចិត្តខ្ញុំដឹងច្បាស់ថាអ្នកណាដែលស្រឡាញ់ខ្ញុំដូចជាគ្រួសារចាប់ពីថ្ងៃនេះទៅខ្ញុំចាត់ទុកពូជាឪពុកចាំដល់ថ្ងៃមុខដែលពូដើរមិនរួចខ្ញុំប្រកាសជាមើលថែពូដូចដែលពូបានមើលថែខ្ញុំថ្ងៃនេះអញ្ចឹងអើយឯងនេះរឹងរូសមែនចុះបើជង្គង់ឯងឈឺអស់ហើយធ្វើម៉េចក្រោកឡើងមកប្រសិនបើពូមិនព្រមព្រៀងទេខ្ញុំនឹងលុតជង្គង់នៅទីនេះដដែលបានព្រមហើយខ្ញុំយល់ព្រមហើយមិនអីទេមែនទេក្រោកឡើងមកក្មេងល្ងីល្ងើឲ្យលោកបងសូមទោសរំខានបន្តិចតើលោកធ្លាប់ឃើញមនុស្សក្នុងរូបថតនេះទេលោកគូនេះគឺជាលោកមែនទេពួកយើងតាមរកលោកជិត1ឆ្នាំហើយអញគឺសៀវថាងមែនទេខ្ញុំចាំបានហើយខ្ញុំឈ្មោះគូឈឹងយូជាថៅកែក្រុមហ៊ុន Venmencheng លោកនាយកអ្នកជាថៅកែក្រុមហ៊ុនធំមួយប៉ាកន្លះឆ្នាំជាងមកនេះគឺប៉ាដែលខំចិញ្ចឹមបីបាច់ខ្ញុំមួយមាត់គុណបុណ្យនេះខ្ញុំនឹងតបស្នងប៉ាអស់មួយជីវិតទៅជាមួយកូនទៅប៉ានឹងក្លាយជាអ្នកមានបុណ្យស័ក្តិដែលរស់នៅយ៉ាងសុខស្រួលខ្ញុំគ្រាន់តែជាអ្នករើសអេតចាយម្នាក់ឲ្យទៅជាមួយកូនវាធ្វើឲ្យកូនខ្មាស់គេក្រោយពុកក៏មានអ្នកមានគុណមកជួយមើលថែហើយប៉ុន្មានថ្ងៃនេះពួកយើងនឹកពុកខ្លាំងណាស់រហូតដេកមិនលក់ឡើយពុកកូនចៅក្នុងគ្រួសារឈាមជ័រតែមួយត្រឡប់ទៅជាមួយពួកយើងទៅទឹកចិត្តល្អរបស់លោកកាពួកយើងនឹងចងចាំជានិច្ចលោកពួកឯងពិតជានឹកពុកមែនឬពុកតើពុករៀបភ្លេចហើយឬពេលពុកដេកក្តៅខ្លួនក្នុងខ្ទមម្នាក់ឯងឆ្លងកាត់ការលំបាកពេញមួយយប់មាននរណាម្នាក់ក្នុងចំណោមពួកឯងមកសួរនាំពុកខ្លះទេត្រូវហើយពេលខ្ញុំរៀបរករបស់ក្នុងធុងសម្រាមគ្មានអ្នកណាក្នុងចំណោមពួកឯងខ្វល់ឡើយពេលខ្ញុំក្តៅខ្លួនគ្មានអ្នកណាអើពើឡើយពាក្យអូពុកដែលពួកឯងហៅថ្ងៃនេះគឺដេញតាមរកលុយមែនទេពុកកុំទៅស្ដាប់សម្ដីអ្នកក្រៅញុះញង់អីអ្នកក្រៅខ្ញុំនេះហើយដែលជាអ្នកក្រៅគឺគាត់ដែលលីពុកដើរក្នុងភ្លៀងធ្លាក់ខ្លាំងរីឯពួកឯងដែលជាសាច់ញាតិបែរជាមកទីនេះព្រោះតែធំក្លិនលុយអ្នកណាជាសាច់ញាតិអ្នកណាជាអ្នកបំផ្លាញពួកឯងក្នុងចិត្តដឹងច្បាស់ហើយឯងពិតជាមាត់អាក្រក់ណាស់ឈៀវថេងប៉ុន្មានឆ្នាំមកនេះរលុយគ្រប់កាក់ដែលពួកវាបោកបញ្ឆោតយកពីពុកខ្ញុំគិតទាំងដើមទាំងការគិតឲ្យខ្ញុំវិញឲ្យអស់មិនឲ្យខ្វះសំបីតែមួយសេនលោកនាយកតូចថេងក្រៅពីនេះថ្លៃសិក្សារបស់យូចាប់ពីថ្ងៃនេះទៅខ្ញុំរ៉ាប់រងទាំងអស់រហូតដល់គាត់រៀនចប់បណ្ឌិតលុយ53,000ដែលប៉ាគាត់សន្សំទុកយកទៅសងវិញឲ្យគ្រប់មិនឲ្យខ្វះមួយសេនឡើយឯង
អញចង់ប្រកាសសិទ្ធិជាមួយពួកយើងមែនទេមិនមែនទេគឺជាពួកអ្នកឯងទេដែលបំផ្លាញកិត្តិយសប៉ារបស់ខ្ញុំតាំងពីយូរមកហើយខ្ញុំរើសអេតចៃគេចោលពេញមួយជីវិតចុងក្រោយបែរជារើសបានកូនម្នាក់ដែលកតញ្ញូជាងកូនបង្កើតទៅទៀតប៉ាកុំនិយាយបែបនេះទៀតអីប៉ាបានជួយសង្គ្រោះជីវិតខ្ញុំពីមាត់ទ្វារមរណៈខ្ញុំនឹងដឹងគុណប៉ាពេញមួយជីវិតអ្នកទាំងអស់គ្នាជីវិតរបស់ខ្ញុំនេះគឺប៉ាដែលរើសអេតចៃម្នាក់នេះហើយដែលបីខ្ញុំដើរឆ្លងកាត់ភ្លៀងយ៉ាងធ្ងន់ធ្ងរសាច់ញាតិបង្កើតមិនព្រមចិញ្ចឹមគាត់ខ្ញុំដែលជាកូនចិញ្ចឹមតាមផ្លូវនេះនឹងមើលថែគាត់រហូតដល់ថ្ងៃស្លាប់ប៉ាអ្នកទាំងអស់គ្នាជឿថាគុណបន្តិចបន្តួចត្រូវសងវិញដូចទឹកហូរសូមជួយខមមិនពាក្យថាវូត្រូវគូមកកាន់ខ្ញុំផងហើយកុំភ្លេចចុច like ម្នាក់មួយផងចែករំលែកបន្តឲ្យអ្នកដទៃបានឃើញហើយក៏កុំភ្លេចទិញ